បាទថ្ងៃនេះដែរខ្ញុំមកបង្ហាញអំពីមាត្រពីរ៉ាមីតឥឡូវយើងចូលរួមសង្កេតមើលទាំងអស់គ្នាអញ្ចឹងមាត្រពីរ៉ាមីតនេះដែលខ្ញុំតាងវាដែលខ្ញុំបង្ហាញយកវាស្រាយចេញមកពីគេប៉ាឡេពីប៉ែតកែងអញ្ចឹងដែលយើងមានអីគេមានទទឹងហើយមានបណ្ដោយហើយមានកម្ពស់ហាស់ចុះឥឡូវយើងសង្កេតមើលទាំងអស់គ្នាបន្តមកទៀតយើងមើលនេះ top view នោះមានថាយើងមើលពីផ្នែកខាងលើកាលណាយើងមើលផ្នែកខាងលើទៅយើងឃើញរាងជាគេរាងជាចតុកោណកែងឬក៏យើងយកគូបមកបង្ហាញក៏បានដែររាងជាការ៉េដោយសារខ្ញុំតាំងអក្សរពីរខុសគ្នា LW អញ្ចឹងទៅអញ្ចឹងខ្ញុំចាត់ទុកវាជាចតុកោណកែងចុះមកបន្តមកទៀតនៅពេលដែលយើងមើលពីផ្នែកចំហៀងយើងឃើញរាងវាជាត្រីកោណបែបនេះអញ្ចឹងកាលណារាងជាត្រីកោណបែបនេះអញ្ចឹងនេះនៅពេលដែលយើងគូសអង្កត់ទ្រូងរបស់វាចែកអង្កត់ទ្រូងរបស់វាបែបនេះយើងក៏ឃើញកម្ពស់របស់វាបែបនេះដែលយើងតាំងវានៅហាស់តូចនេះគឺវាស្មើពាក់កណ្ដាលនៃហាស់ធំនេះដែលយើងតាំងហាស់តូចនេះស្មើឲ្យហាស់ធំចែកឲ្យ2ហើយផ្ទៃក្រឡារបស់ចតុកោណកែងនេះគឺ B របស់វាស្មើ L គុណឲ្យ13 W ហើយយើងមើលទៀតយើងសង្កេតមើលទាំងអស់ទៀតនៅក្នុងប៉ាឡេពីប៉ែតកែងនេះអញ្ចឹងយើងឃើញមានពីរ៉ាមីតមានចំនួន6យើងមើលមកផ្នែកខាងនេះ1 2 3 4 5ខាងនេះមួយទៀតគឺ6អញ្ចឹងទាំងអស់ហ្នឹងគឺមាន6ពីរ៉ាមីតទាំងអស់ហ្នឹងគឺមានចំនួន6ពីរ៉ាមីតអញ្ចឹងយើងបានមាត្រពីរ៉ាមីតនេះមាត្រពីរ៉ាមីតអញ្ចឹងវេស្មើ L គុណនឹង W គុណនឹងហាស់ដោយសារតែមាត្រប្រឡេវិបត្តិកែងរបស់យើងគឺ L គុណនឹង W គុណនឹងហាស់ដោយសារនៅក្នុងប្រឡេវិបត្តិកែងមួយមានពីរ៉ាមីតមានចំនួន6អញ្ចឹងយើងបានទៅជាយើងយកមាត្ររបស់ប្រឡេវិបត្តិកែងទាំងអស់នេះចែកនឹង5 6អញ្ចឹងយើងបានអញ្ចឹងឥឡូវយើងបាននេះ L គុណនឹង W គុណនឹង2ហាស់ហេតុអីដោយសារតែហាស់ធំនេះវាស្មើ2គុណឲ្យហាស់តូចហើយចែកឲ្យ5 6តបមកទៀត L គុណនឹង W គុណនឹងហាស់ចែកឲ្យនេះ L គុណនឹង W គុណនឹងហាស់ចែកឲ្យ3ដោយសារយើងសម្រួល2នឹង6អញ្ចឹងសល់ L គុណ W គុណនឹងហាស់ចែកឲ្យ3ហើយ L គុណនឹង W គុណ L គុណនឹង W នេះ L គុណនឹង W នេះវាស្មើឲ្យ SB ដែលខ្ញុំតាំងជា SB ឬក៏ B នេះក៏បានដែរអញ្ចឹង SB ហ្នឹងគឺផ្ទៃក្រឡាបាតគុណឲ្យកម្ពស់ចែកនឹង3អញ្ចឹងយើងបានមាត្រពីរ៉ាមីតនេះ V ស្មើឲ្យគេផ្ទៃក្រឡាបាតគុណនឹងកម្ពស់ចែកឲ្យ3